សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះជាថ្ងៃអាទិត្យបាទថ្ងៃអាទិត្យរីករាយថ្ងៃអាទិត្យចុងសប្តាហ៍បាទពុកម៉ែបងប្អូនយើងអ៊ំពូមីងបាទគាត់មកផ្សារគាត់មកទិញបន្លែត្រីសាច់នៅក្នុងផ្សារសាមគ្គីបងប្អូនបាទនៅក្នុងផ្សារសាមគ្គីបាទពេលថ្ងៃអាទិត្យនៅផ្សារនេះរៀងមនុស្សរៀងគ្រាន់បាទតែបើថ្ងៃដូចថ្ងៃច័ន្ទថ្ងៃអង្គារដល់ថ្ងៃសុក្រវិញអត់សូវមានមនុស្សទេបាទអត់សូវមានមនុស្សទេដោយសារអីមនុស្សម្នាក់ទៅធ្វើការអស់ហើយបាទអញ្ចឹងថ្ងៃច័ន្ទអាទិត្យថ្ងៃច័ន្ទដល់អង្គារវាស្ងាត់ណាស់បាទថ្ងៃអាទិត្យមួយថ្ងៃតែប៉ុណ្ណោះបាទដែលមនុស្សអ៊ូអរណាបាទមនុស្សរៀងអ៊ូអរគេមកទិញបន្លែត្រីសាច់ទិញនេះទិញនោះច្រើនដែរហើយយើងលក់បន្លែផ្លែឈើក៏គ្រឿងម្ជូរក៏វាគ្រាន់ដែរតែมันដាច់ណាស់ទេបងប្អូនគឺធម្មតាយើងរកស៊ីវាតែមានដាច់មានអត់អញ្ចឹងហ៎តែមិនទេជីវិតរបស់មនុស្សតែបើសិនតែយើងមិនប្រឹងមិនប្រែងមិនតស៊ូមិនព្យាយាមអត់ធ្មត់ទេក៏វាមិនបានដែរព្រោះភាពជោគជ័យភាពមានបានតើយើងខំប្រឹងបាទខំប្រឹងបានវាបានបើមិនប្រឹងនេះក៏មិនបានដែរបាទដោយបងប្អូនទាំងអស់គ្នាឃើញស្រាប់ហើយទាំងគេទាំងខ្ញុំស្វែងរកលុយកាក់ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃខំធ្វើការខំរកស៊ីចំនួនមុខរបរចំនួនផ្សេងឲ្យទៅបានលុយមកចិញ្ចឹមជីវិតនៅគ្រួសារពុកម៉ែបងប្អូនទាំងអស់គ្នាម៉ែបងប្អូនទាំងអស់គ្នាឃើញស្រាប់ហើយឃើញអញ្ចឹងឯងជីវិតយើងហ្នឹងណាខ្លះធ្វើនេះធ្វើនោះសពបែបសពយ៉ាងឲ្យទៅបានលុយមកចិញ្ចឹមជីវិតប្រចាំថ្ងៃបងប្អូនវីដេអូមានតែប៉ុណ្្នឹងឯងបាទបាយបាយសូមបងប្អូនទាំងអស់គ្នាជួយ like ជួយ share ម្នាក់មួយបាទសូមអរគុណ